nơiក្នុងភូមិដាច់ស្រយាលមួយដែលលាតសន្ធឹងដោយវាលស្រែនិងចំការដំណាំជីវភាពរបស់អ្នកភូមិនៅតែក្រីក្រដដែលដោយសារវិធីសាស្ត្រដាំដុះចាស់ៗនិងគ្មានទីផ្សារច្បាស់លាស់នារីជាក្មេងស្រីម្នាក់ដែលមានឪពុកម្ដាយប្រកបរបរដាំបន្លែដោយប្រើទម្លាប់ចាស់ៗដូចជាអ្នកភូមិឯទៀតដែរមានយប់មួយនាងសម្លឹងមើលទៅព្រះច័ន្ទហើយបដិញ្ញាក្នុងចិត្តថាថ្ងៃមួយខ្ញុំនឹងធ្វើឲ្យគ្រួសារខ្ញុំនិងអ្នកភូមិមានជីវភាពធូរធារជាងនេះដោយសារតែនាងមានក្តីស្រមៃដ៏ធំមួយគឺចង់ឃើញអ្នកភូមិរបស់នាងងើបផុតពីភាពលំបាកហើយមានជីវភាពធូរធារជាងមុននារីបានចំណាយពេលជាច្រើនខែក្នុងការស្រាវជ្រាវនិងសិក្សាពីបច្ចេកទេសដាំបន្លែទំនើបនិងការគ្រប់គ្រងដីធ្លីនាងបានរកឃើញនូវគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យមួយគឺការផ្លាស់ប្ដូរពីការដាំដុះតាមរដូវធម្មតាទៅជាការដាំបន្លែសរីរាង្គដែលមានតម្រូវការទីផ្សារខ្ពស់និងផ្ដល់ទិន្នផលល្អថ្ងៃមួយនារីក៏យករឿងមួយនេះទៅពន្យល់អ្នកភូមិដែលជាអ្នកប្រកបរបរដាំបន្លែនាងបាននិយាយពន្យល់ពួកគេអំពីផែនការបន្លែបៃតងរបស់នាងពន្យល់លម្អិតពីមួយចំណុចទៅមួយចំណុចដោយទឹកមុខញញឹមនាងបាននិយាយទាំងទឹកមុខជឿជាក់ថាពុកម៉ែអ៊ំពូមីងខ្ញុំបានសិក្សាឃើញថាបើយើងបដូរមកដាំបន្លែសរីរាង្គដោយប្រើជីធម្មជាតិនោះទិន្នផលរបស់យើងនឹងកើនឡើងហើយយើងអាចលក់បានថ្លៃជាងមុននេះជាផ្លូវតែមួយគត់ដែលយើងអាចរកចំណូលបានច្រើនសម្រាប់គ្រួសាររបស់យើងបន្ទាប់ពីស្ដាប់ផែនការចប់អ្នកភូមិម្នាក់បានក្អកតិចៗហើយនិយាយថាគំនិតក្មួយល្អហើយនារីតែវាស្មុគស្មាញពេកយើងធ្លាប់ធ្វើបែបនេះតាំងពីដូនតាមកហើយឲ្យមកបដូរទាំងអស់គ្នាមិននឹងរួចអ្នកខ្លះទៀតគ្រាន់តែងក់ក្បាលយល់ស្របហើយចំណែកឯអ្នកខ្លះទៀតមិនបាននិយាយអ្វីមួយម៉ាត់ទេតែទឹកមុខរបស់ពួកគេគឺចង់សើចចំអកឲ្យនាងទៅវិញពួកគេគិតថាក្មេងស្រីម្នាក់នេះកំពុងតែយល់សប្តិទាំងថ្ងៃហើយនារីបានបាក់ទឹកចិត្តយ៉ាងខ្លាំងនាងដើរត្រឡប់មកផ្ទះវិញទាំងអារម្មណ៍ស្រងោតស្រងាត់ហើយគិតក្នុងចិត្តថាផែនការនេះពិតជាអាចជួយពួកគេបានមែនផែនការនេះធ្វើតែនាងម្នាក់ឯងគឺពិបាកពិតមែនហើយប៉ុន្តែបើសិនជាចូលរួមគ្នាធ្វើវាពិតជាអាចទៅរួចតែហេតុអីពួកគេមិនចង់ចាប់ផ្ដើមហេតុអីក៏ពួកគេនៅតែធ្វើទម្លាប់ចាស់ៗដដែលទៅវិញភាពអស់សង្ឃឹមបានចាប់ផ្ដើមរត់ពេញខួរក្បាលរបស់នាងមិនយូរប៉ុន្មានក្តីស្រមៃរបស់នាងបានរលត់បន្តិចម្ដងប៉ុន្តែនាងមិនដែលគិតថានឹងបោះបង់នោះទេនៅថ្ងៃមួយនាងបានធ្វើដំណើរទៅកាន់ផ្សារនៅឯភូមិក្បែរខាងនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញនៅក្នុងបរិវេណផ្ទះពូម្នាក់ដាំបន្លែមានរបៀបរៀបរយនិងបច្ចេកទេសដាំដុះដូចគ្នាទៅនឹងអ្វីដែលនាងបានស្រមៃចង់ធ្វើវាដំណាំទាំងអស់មានសុខភាពល្អនិងទទួលបានទិន្នផលខ្ពស់នារីឈរសម្លឹងមើលបន្លែទាំងនោះយ៉ាងជក់ចិត្តមួយសន្ទុះក្រោយមកនាងក៏សម្រេចចិត្តចូលទៅសួរនាំពូម្ចាស់ផ្ទះដែលនាងបានស្គាល់គាត់មានឈ្មោះហៅថាពូសំជំរាបសួរពូខ្ញុំឃើញការដាំដុះរបស់ពូពិតជាបានល្អតើពូអាចធ្វើវាបានយ៉ាងម៉េចទៅហើយខ្ញុំឃើញមានតែផ្ទះពូម្នាក់ប៉ុណ្ណោះដែលរៀបចំការដាំដុះបែបនេះពូសំញញឹមហើយហៅនាងអង្គុយលេងរួចក៏និយាយទៅកាន់នារីថាក្មួយស្រីចាំពូប្រាប់រឿងមួយដើមឡើយពូគ្មានគំនិតចង់ធ្វើវាតែឯងទេក៏ព្រោះតែគ្មានអ្នកចូលរួមទើបពូសម្រេចចិត្តព្យាយាមធ្វើវាតាមលទ្ធភាពដែលពូមានរហូតទទួលបានលទ្ធផលដោយដែលក្មួយបានឃើញនេះឯងពូសំក៏បានបន្តទៀតថាមនុស្សយើងជាទូទៅមិនបានចាប់អារម្មណ៍ទៅលើផែនការលម្អិតឬដំណើរការដែលឈានទៅរកភាពជោគជ័យនោះទេបើទោះជាផែនការរបស់យើងល្អឥតខ្ចោះយ៉ាងណាក៏គេអាចប្រើសម្ដីអវិជ្ជមានធ្វើឲ្យយើងបាក់ទឹកចិត្តបានដែរសម្ដីរបស់មនុស្សមួយចំនួនអាចបញ្ឈប់ផែនការឬក្តីសុបិនរបស់យើងបានសម្ដីរបស់ពូសំបានដាស់ស្មារតីរបស់នារីឲ្យភ្ញាក់ឡើងវិញនារីបានត្រឡប់ទៅភូមិវិញហើយសម្រេចចិត្តថានាងនឹងចាប់ផ្ដើមធ្វើការតែម្នាក់ឯងដោយស្ងៀមស្ងាត់នាងបានយកដីនៅខាងក្រោយផ្ទះចាប់ផ្ដើមអនុវត្តផែនការបន្លែសរីរាង្គរបស់នាងជាមួយក្រុមគ្រួសារនាងបានយកលុយដែលនាងបានសន្សំទៅទិញគ្រាប់ពូជបន្ទាប់មករៀបចំដីហើយក៏ចាប់ផ្ដើមបណ្ដុះគ្រាប់ពូជ
ពីមួយថ្ងៃទៅមួយថ្ងៃនាងខំធ្វើការដោយមិនរអ៊ូឡើយហើយក៏មិនខ្វល់ពីអ្នកភូមិដែលនៅតែបន្តរបៀបចាស់ៗរបស់ពួកគេដែររយៈពេល1ឆ្នាំក្រោយមកដំណាំបន្លែសីរៀងរបស់នារីបានលូតលាស់យ៉ាងស្រស់បំព្រងនាងមិនត្រឹមតែដាំដុះបានជោគជ័យប៉ុណ្ណោះទេថែមទាំងបានភ្ជាប់ទំនាក់ទំនងល្អជាមួយអ្នកទិញនៅទីក្រុងដែលបានទទួលទិញបន្លែពីនាងនៅថ្ងៃប្រមូលផលដំបូងឡានដឹកទំនិញបានចូលមកដល់ភូមិចតមកផ្ទះរបស់នារីដើម្បីដឹកជញ្ជូនបន្លែទៅកាន់ទីក្រុងអ្នកភូមិទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតនាំគ្នាតាមសម្លឹងមើលមិនដាក់ភ្នែកនៅពេលដែលពួកគេបានឃើញនារីនិងក្រុមគ្រួសារជញ្ជូនបន្លែដែលនាងបានដាំដាក់ចូលទៅក្នុងឡានអ្នកភូមិបើកភ្នែកធំសម្លឹងមើលបន្លែស្រស់ៗទាំងនោះហើយក៏មានការភ្ញាក់ផ្អើលនឹងតម្លៃដែលនាងលក់បាននៅពេលដែលឡានដឹកបន្លែចេញទៅបាត់អ្នកភូមិក៏បានចូលមកសួរនាំនារីក្មួយស្រីបន្លែដែលក្មួយដាំវាពិតជាល្អខ្លាំងណាស់ហើយលក់ក៏បានតម្លៃខ្ពស់ទៀតតើក្មួយធ្វើវាយ៉ាងម៉េចបានទៅនារីបានញញឹមហើយក៏តបទៅអ្នកភូមិវិញថាចាអ៊ំពូមីងខ្ញុំបានធ្វើតាមផែនការដែលអ៊ំពូមីងនិយាយថាវាទៅមិនរួចនោះឯងបន្ទាប់ពីឮនារីនិយាយដូច្នេះហើយអ្នកភូមិក៏ទម្លាក់ទឹកមុខចុះគ្រប់គ្នាសារៈសំខាន់នៃរឿងនេះបានបង្រៀនយើងថានៅពេលដែលគេនិយាយថាអ្នកមិនអាចធ្វើបានអ្នកគ្រាន់តែនៅឲ្យស្ងៀមរួចហើយប្រឹងធ្វើវាឲ្យចាញ់ជាលទ្ធផលប្រឹងប្រែងធ្វើការក្នុងភាពស្ងៀមស្ងាត់រួចហើយទុកឲ្យភាពជោគជ័យរបស់អ្នកជាអ្នកនិយាយជំនួសអ្នកវិញមេរៀនជីវិតមួយដែលអ្នកត្រូវតែចាំឲ្យច្បាស់នោះគឺនៅលើវិថីឆ្ពោះទៅរកគោលដៅឧបសគ្គនិងសម្ដីអវិជ្ជមានវាគឺជាគ្រឿងសាកល្បងដែលតែងតែមកបង្អាក់ស្មារតីរបស់អ្នកប៉ុន្តែដាច់ខាតកុំអនុញ្ញាតឲ្យមតិរិះគន់របស់អ្នកដទៃមកបញ្ឈប់ក្តីសុបិនរបស់អ្នកឬកំណត់វាសនាជំនួសអ្នកឲ្យសោះធ្វើជាម្ចាស់លើជីវិតខ្លួនឯងហើយបន្តដំណើរទៅមុខដោយភាពជឿជាក់បើសិនអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះសូមចុច like និង subscribe ម្នាក់មួយផងណាអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត